ទូតទស្សនិកជនក្រសួងវប្បធម៌ណែនាំឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមការពារវប្បធម៌និងតម្លៃស្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានណែនាំឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអង្គចូលរួមការពារវប្បធម៌ប្រពៃណីជាតិពង្រឹងសីលធម៌សង្គមដ៏ល្អរបស់ខ្មែរនិងការពារតម្លៃស្ត្រីយោងតាមគេហទំព័រ Facebook របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៅថ្ងៃទី17 ខែសីហាឆ្នាំ2026បានឲ្យដឹងថាក្រសួងវប្បធម៌បានរំលឹកដល់សាធារណជនទូទៅជាពិសេសសិល្បករសិល្បករនីនិងអ្នកប្រកបអាជីពក្នុងវិស័យសិល្បៈនិងវប្បធម៌ទាំងអង្គអំពីភាពចាំបាច់នៃការចូលរួមថែរក្សាវប្បធម៌ប្រពៃណីទំនៀមទម្លាប់ដ៏ផូរផង់របស់ខ្មែរនិងការការពារតម្លៃស្ត្រីក្នុងសង្គមក្រសួងវប្បធម៌បានបន្តថាទោះបីសកម្មភាពមួយភាគធំតាមបណ្ដាញសង្គមបានបង្ហាញនូវភាពចាស់ទុំប្រកបដោយគោលដៅផ្ដល់ព័ត៌មានផ្សព្វផ្សាយអប់រំផ្ដល់ចំណេះដឹងនិងបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការពារតម្លៃមរតកដូនតាខ្មែរទាំងរូបិយនិងអរូបិយក៏ដោយប៉ុន្តែនៅតែសង្កេតឃើញមានអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់តម្លៃវប្បធម៌សង្គមនិងតម្លៃស្ត្រីខ្មែរក្រសួងវប្បធម៌បានគូបញ្ជាក់ថាក្នុងន័យពង្រឹងនិងតម្រង់ទិសអ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអង្គជាពិសេសទូនីតិដ៏សំខាន់របស់សិល្បករសិល្បករនីនិងអ្នកប្រកបអាជីពក្នុងវិស័យសិល្បៈនិងវប្បធម៌ក្នុងការចូលរួមការពារវប្បធម៌ប្រពៃណីជាតិពង្រឹងសីលធម៌សង្គមដ៏ល្អរបស់ខ្មែរនិងការពារតម្លៃស្ត្រីអ្នកពាក់ព័ន្ធក្នុងវិស័យសិល្បៈនិងសាធារណជនទូទៅទាំងអង្គត្រូវបន្តមានស្មារតីទទួលខុសត្រូវខ្ពស់ចំពោះការប្រើប្រាស់បណ្ដាញសង្គមដោយមិនត្រូវបង្កផលប៉ះពាល់ដល់តម្លៃសង្គមតម្លៃវប្បធម៌ប្រពៃណីនិងតម្លៃស្ត្រីដើម្បីរួមចំណែកថែរក្សាតម្លៃដ៏ល្អរបស់ជាតិខ្មែរទាំងមូល